ធ្លាប់ឃើញទូរស័ព្ទ iPhone គេពេលដែលមានគេ call មកគឺវា load flash បែបភ្លឹបភ្លែតមើលទៅគឺលុយមែនតើយើងចង់ដាក់ដូចគេដែរប៉ុន្តែអត់ដឹងរឿងថាគេត្រូវបើកនៅកន្លែងណាទេអញ្ចឹងសម្រាប់អ្នកដែលគាត់ប្រើ iPhone ទៅតែចាប់ផ្ដើមប្រើប្រាស់ប្រកាសជាអត់ដឹងរឿងក៏មិនតដឹងពីរបៀបនៃការបើក flash នៅពេលដែលគេ call មកឬក៏មាន SMS ឲ្យមកក៏វាចេញ flash ដូចគ្នាសួស្តីស្វាគមន៍មកកាន់ Channel Mobile Tech ថ្ងៃនេះគឺខ្ញុំនឹងនិយាយអំពីរបៀបនៃការបើក flash នៅពេលដែលមានគេ call មកឬក៏មានគេ chat ឬក៏ SMS ឲ្យមកអញ្ចឹងណាហើយចំពោះនៃការបើកវិញគឺងាយស្រួលទេដែលបងគាត់តែកាន់ទូរស័ព្ទ iPhone របស់បងប្អូនមកហើយបន្តមកទៀតយើងចូលទៅកាន់កម្មវិធី setting ពេលដែលបានបើក setting រួចសូមបងអូសចុចទៅក្រោមបន្តិចបងនឹងបានឃើញពាក្យមួយដែលគេដាក់ថា accessibility អញ្ចឹងបងសូមធ្វើការបើកទៅកាន់ពាក្យហ្នឹងមកពេលដែលបានបើកទៅកាន់កម្មវិធីហ្នឹងរួចសូមបងធ្វើការអូសចុចទៅក្រោមបន្តិចទៀតបន្ទាប់មកបងនឹងបានឃើញពាក្យមួយដែលគេបានដាក់ថា audio and visual នេះសូមធ្វើការបើកនៅកន្លែងហ្នឹងមកពេលដែលបានបើកនៅត្រង់កន្លែងហ្នឹងរួចហើយបងសូមធ្វើការអូសចុចទៅក្រោមបំផុតអូសឲ្យអស់បន្ទាប់មកបងនឹងឃើញមានពាក្យដែលនៅខាងក្រោមគេបំផុតគេដាក់ថា LED flash for alert អញ្ចឹងយើងបើកទៅកាន់កន្លែងហ្នឹងមកជាធម្មតានៅពេលដែលទូរស័ព្ទបងប្អូនទើបតែចាប់ផ្ដើមទិញមកឬក៏ទូរស័ព្ទថ្មីថ្មោងនៅត្រង់កន្លែងនេះកន្លែង3ចំណុចនេះគឺវាឃើញវាពណ៌ខ្មៅបែបនេះទាំង3អញ្ចឹងដើម្បីឲ្យទូរស័ព្ទរបស់យើងវាអាច load flash បាននៅពេលដែលយើង lock screen ឬក៏ពេលយើងកំពុងតែលេងអីចឹងទៅយើងសូមធ្វើការបើកទាំង3ចំណុចហ្នឹងមកនៅពេលដែលយើងបានបើក3ចំណុចហ្នឹងរួចរាល់ហើយទូរស័ព្ទយើងគឺវានឹង load flash នៅពេលដែលគេ call មកឬក៏មាន SMS ក៏ប៉ុន្តែពេលខ្លះគឺយើងបានបើកកន្លែង3ហ្នឹងរួចហើយតែនៅតែមិនឃើញ load flash មិនឃើញមានចេញ flash មកពេលដែលគេ SMS ឲ្យមកអញ្ចឹងណាអញ្ចឹងគឺខ្ញុំមានវិធីសាស្ត្រមួយទៀតអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់បានបើកនៅត្រង់កន្លែងនេះមួយអញ្ចឹងគឺខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាអូសអេក្រង់យើងពីលើចុះមកក្រោមមកអធិស្ឋានបន្តិចហ្នឹងហើយយកអូសពីលើចុះមកក្រោមបែបនេះបន្ទាប់មកយើងនឹងឃើញមានត្រង់កន្លែងគេដាក់ថាកន្លែង logo ខែកន្លែង logo ខែហ្នឹងយើងចុចទៅលើកន្លែងពាក្យហ្នឹងមកយើងចុចសង្កត់ជាប់ចឹងមកយើងនឹងឃើញនេះគឺយើងបានន័យថាយើងបានបើកនៅត្រង់កន្លែងចំណុច logo ខែហ្នឹង logo ខែហ្នឹងបានន័យថាគឺជាការកុំឲ្យមានអីរំខានមកទូរស័ព្ទរបស់យើងអញ្ចឹងនៅពេលដែលយើងបើកវានៅពេលដែលគេ call មកឬក៏មាន SMS ឬក៏មានសារអីចឹងគឺវាអត់ឃើញបង្ហាញឲ្យយើងឃើញទេដោយសារកន្លែងហ្នឹងគឺវាទប់ស្កាត់ប្រភេទបែបចឹងអញ្ចឹងដើម្បីបងជៀសវាងកុំឲ្យពេលដែលគេ call មកឬមួយក៏មាន SMS ទូរស័ព្ទរបស់យើងអត់មាន load សារអត់មាន load flash ឬក៏អីទេអញ្ចឹងបងសូមធ្វើការបិទនៅត្រង់កន្លែង logo ខែហ្នឹងមកយើងគាត់នឹងជិះមកប៉ក់លើវាចឹងមកនៅពេលដែលយើងឃើញវាខ្មៅបែបហ្នឹងបែរន័យថាយើងបានបិទនៅមុខងារមួយនឹងចោលហើយអញ្ចឹងនៅពេលដែលយើងបានធ្វើបែបហ្នឹងរួចហើយខ្ញុំធានាថាទូរស័ព្ទអ្នកទាំងអស់គ្នានឹងចេញ flash នៅពេលដែលគេ SMS មកឬមួយក៏គេ call មកអញ្ចឹងសម្រាប់វីដេអូរបស់យើងក៏គួរតែដល់ទីបញ្ចប់ហើយបើសិនជាចូលចិត្តវីដេអូបែបនេះកុំភ្លេចចុច like subscribe ម្នាក់មួយផងដើម្បីជួបគ្នានៅវីដេអូក្រោយៗបន្តទៀតសូមអរគុណសម្រាប់ការទស្សនា